ខេត្តមណ្ឌលគិរីប្រារព្ធខួបលើកទី77ទិវាកុមារអន្តរជាតិ1មិថុនាក្រោមប្រធានបទសន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារកាលពីព្រឹកថ្ងៃច័ន្ទទី1ខែមិថុនាឆ្នាំ2026អាជ្ញាធរខេត្តមណ្ឌលគិរីបានរៀបចំពិធីអបអរសាទរខួបលើកទី77ទិវាកុមារអន្តរជាតិ1មិថុនាខួបលើកទី25ទិវាពិភពលោកប្រឆាំងពលកម្មកុមារ12មិថុនានិងទិវាកុមារកម្ពុជាឆ្នាំ2026ពិធីនេះបានប្រព្រឹត្តទៅយ៉ាងមហោឡារិកនៅសាលាបឋមសិក្សាអូអាមស្ថិតនៅក្នុងឃុំស្រែខ្ទុំស្រុកកែវសីមាលោកស្រីកែវសាវឿនអភិបាលរងខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថាពិធីនេះត្រូវបានរៀបចំឡើងដោយមន្ទីរអប់រំយុវជននិងកីឡាសហការជាមួយមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តក្រោមប្រធានបទសន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរពនិងកិច្ចគាំពារសិទ្ធិកុមារកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សាមគ្គីភាពមិត្តភាពនិងសេរីភាពរបស់កុមារនៅក្នុងស្រុកកែវសីមាក៏ដូចជាកុមារនៅទូទាំងប្រទេសនិងសកលលោកស្រីបន្តថាសន្តិភាពនិងស្ថិរភាពនយោបាយដែលជាកាតាលីករដ៏សំខាន់ក្នុងការផ្តល់ឱកាសឲ្យប្រជាពលរដ្ឋអភិវឌ្ឍជីវភាពទន្ទឹមនឹងនោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិតែងតែផ្ដល់អាទិភាពខ្ពស់លើការកសាងមូលធនមនុស្សនិងចាត់ទុកយុវជនជាសសរទ្រូងដ៏មានសក្តានុពលក្នុងការអភិវឌ្ឍនិងការពារសមិទ្ធផលសង្គមជាតិទៅថ្ងៃអនាគតលោកស្រីអភិបាលរងខេត្តបញ្ជាក់ថាដើម្បីធានាឲ្យកុមារទទួលបាននូវកុមារភាពមួយប្រកបដោយសុភមង្គលនិងសិទ្ធិសេរីភាពពេញលេញស្របតាមអនុសញ្ញាអន្តរជាតិមាតាបិតាអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងអង្គការដៃគូទាំងអស់ត្រូវរួមគ្នាគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅគោលការណ៍សំខាន់រួមមានការមិនរើសអើងការគាំពារនិងការអភិវឌ្ឍសិទ្ធិទទួលបានអត្តសញ្ញាណនិងសន្តិសុខសង្គមការអប់រំការការពារពីការជិះជាន់លោកលីសាមីប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តមានប្រសាសន៍ថាក្មួយជាកុមារនៃព្រះរាជាណាចក្រកម្ពុជានាសតវត្សទី21នេះគឺជាពេលវេលាដែលកម្ពុជាមានសន្តិភាពនិងកំពុងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យយើងពិតជាមានមោទកភាពសម្រាប់ជីវិតយើងនាពេលបច្ចុប្បន្នក្មួយគ្រប់រូបគួរចងចាំថាជោគវាសនារបស់ព្រះរាជាណាចក្រកម្ពុជាមាតុភូមិដ៏ស្រស់ត្រកាលនិងគួរឲ្យស្រឡាញ់របស់យើងគឺស្ថិតនៅលើដៃរបស់ក្មួយគ្រប់រូបហេតុនេះកាតព្វកិច្ចដ៏សំខាន់របស់យើងគឺការខិតខំសិក្សារៀនសូត្រឲ្យបានពូកែដើម្បីក្លាយជាកូនល្អសិស្សល្អមិត្តល្អនិងក្លាយជាពលរដ្ឋល្អជាសសរទ្រូងរបស់ប្រទេសជាកម្លាំងចលករសម្រាប់អភិវឌ្ឍជាតិហើយផ្សព្វផ្សាយសក្តានុពលជាតិយើងទៅកាន់សកលលោក